ឃើញមុខម្ហូបនេះហើយនឹងត្រៀមបាយមួយឆ្នាំងធំទៅបងប្អូនអើយចុះបាយមែនទែនហើយឆ្ងាញ់ទៀតថ្ងៃនេះខ្ញុំមកខប្រហុកត្រីផ្ទក់ញ៉ាំនិយាយទៅយើងចង់ដាក់ត្រីដែងក៏លាយគ្នាក៏បានដែរបងប្អូនតែខ្ញុំដើររកត្រីដែងស្រែអត់មានអញ្ចឹងមានត្រីផ្ទក់ស្រែហើយទិញមកបានសិតតែត្រីពងទៀតណាឆ្ងាញ់មែនទែនបងប្អូនចាឲ្យបានញិចម្ទេសអាចសัตว์នឹងហិលជាមួយនឹងលក់ស្រស់របស់យើងនិយាយពីថាបាយ2 3ចានមិនដឹងខ្លួនទេហើយព្រឹកនេះហ្នឹងកូនប៉ៅខ្ញុំគឺគាត់ញ៉ាំបាយតំណាប់ជាមួយសាច់អាំងនិយាយទៅគាត់ញ៉ាំអីក៏បានដែរមើលតែមាត់តាពីបងប្អូនអរគ្នាញ៉ាំយកតែម្ដងហើយបើថាឲ្យយើងបញ្ចុកវិញណាគាត់អត់ឲ្យបញ្ចុកទេបើថាបញ្ចុកគាត់អត់ញ៉ាំហ្មងនិយាយទៅទាញ៉ាំខ្លួនឯងបងប្អូនស្រួលមែនទែនហើយស្អីក៏គាត់ញ៉ាំបានដែរផ្លែឈើហើយនំនែកបន្លែប្លុកអីផ្សេងក៏គាត់ចេះញ៉ាំដែរអត់រើសទេបើកូនខ្ញុំ2នាក់មុននោះវិញណានិយាយពីថារើសចំណៃមែនទែនតែបានមួយក្រោយនេះគឺញ៉ាំអីក៏បានដែរគេធ្វើភ្នែកព្រិចញ៉ាំនិយាយទៅខ្នាញ់មែនទែនបងប្អូនអើយថាគាត់ប្រកែញ៉ាំពេកអញ្ចឹងហ៎ហើយនៅសុកហ្នឹងផ្ដាច់ដោះខ្លួនឯងទៀតអត់ចង់ញ៉ាំដោះគោទេឈប់ញ៉ាំហើយកាត់បន្ថយញ៉ាំដោះគោអញ្ចឹងបងប្អូនអត់ដឹងថាម៉េចដែរគាត់ដូចថាញ៉ាំចំណីច្រើនអញ្ចឹងទៅដោះគោគាត់លេងសូវញ៉ាំអញ្ចឹងក៏អត់សូវចុះដោះគោហ្មងដែរឥឡូវហ្នឹងដឹងថាម៉ែបាក់រលុយលេងញ៉ាំដោះគោបណ្ដោយបងប្អូនញ៉ាំតែបាយញ៉ាំតែចំណីអញ្ចឹងទៅហើយគាត់ញ៉ាំបានណាគាត់ញ៉ាំសាច់ហ្នឹងពីចកៈពេលខ្លះក៏អស់ដែរហើយបាយតណើបមួយថង1000យើងហ្នឹងគាត់ញ៉ាំអស់លីងបងប្អូនអញ្ចឹងទៅគាត់ណែនពោះមើងតែម្ដងហើយឥឡូវហ្នឹងងាកមកមើលសឡយើងវិញអានេះគ្រឿងផ្សំខ្ញុំខប្រហុកបងប្អូនចាមានបន្លែលក់ស្រស់គ្រប់មុខនិយាយទៅយើងចូលចិត្តញ៉ាំអីវាដូចស្តៀងតែបុកគ្រឿងដែរហ្នឹងលក់យើងហ្នឹងណាខ្ញុំដាក់ស្ពៃហើយដាក់ខ្នុរខ្ចីនេះបងប្អូនឆ្ងាញ់មែនទែនហើយយើងទិញតកួនស្រែហើយនិយាយទៅខ្ញុំខប្រហុកខ្ញុំអត់ដែលភ្លេចដាក់ជាមួយនឹងម្រះប្រៅបងប្អូនខ្ញុំចូលចិត្តញ៉ាំម្រះប្រៅហើយបានត្រួយដលងគោអីទៀតមកឲ្យកាន់តែឆ្ងាញ់តែថ្ងៃហ្នឹងខ្ញុំដើររកអត់មានអញ្ចឹងអត់បានទិញមកទេហើយខប្រហុករបស់ខ្ញុំទ្រាប់គល់លក្រីតែលក្រួចខាងក្រោមហើយខ្ញុំដាក់ត្រីពីលើស្ងើនឲ្យរៀងស្ងួតទឹកហើយអាគ្រឿងប្រហុកខ្ញុំបុកហ្នឹងខ្ញុំដាក់ម្ទេសខ្ទឹមហើយខ្ញុំបុកប្រហុកចូលហើយខ្ញុំថែមប៊ីចេងហើយនឹងស្ករចូលទៅរសជាតិមកល្មមមកហើយបងប្អូនហើយយើងយកមកដាក់ស្ងើនលើត្រីបើកភ្លើងរឹមមកត្រីយើងរៀងស្ងួតទឹករៀងដាច់ឆ្អាបហើយខ្ញុំចាក់ទឹកចូលទៅតែម្ដងហើយបន្ទាប់ពីចាក់ទឹកឲ្យវាពុះហើយយើងបង្ងាស់ឲ្យរាងខាសតិចមកយើងកុំទុកទឹកច្រើនពេកបងប្អូនទៅទុកទឹកច្រើនពេកវាអត់ឆ្ងាញ់ទេហើយពេលយើងយកមកជ្រលក់ជាមួយនឹងបន្លែស្រស់របស់យើងហ្នឹងគឺអត់សូវមានជាតិណាអញ្ចឹងយើងបង្ងាស់វារាងខាសដាច់ទឹកបន្តិចមកបន្ទាប់ហ្នឹងយើងចាប់ផ្ដើមដាក់ជាមួយនឹងត្រប់ហើយយើងមានបងម្រះព្រៅហើយដាក់ម្ទេសអាចបងពីលើអញ្ចឹងទៀតមកបងប្អូនអើយនិយាយពីថាឆ្អិននឹងឈ្ងុយមែនទែនតែម្ដងនិយាយទៅឲ្យធ្វើខប្រហុកម្ដងណាឲ្យតែពេលឆ្អិនណាគោពោះគ្រូកព្រោះអីម្ហូបដែលចូលចិត្តឲ្យតែពេលញ៉ាំបាយម្ដងបងប្អូនឡើងទឹកពោះពើងតែម្ដងដោយសារតែវាឆ្ងាញ់ពេក